Ok,ជំរាបសួរលោកគ្រូសួស្តីទាំងអស់គ្នាថ្ងៃនេះខ្ញុំបង្កើតនៃ record user management requirement នៅក្នុង user Ubuntu server ហើយទី1ហ្នឹងគឺយើងនិយាយទៅលើ HomeAI ទី2គឺ PWD ហើយទី3គឺយើងបង្កើតនៅ user ថ្មី user ហើយទី4នេះគឺយើង switch ទៅកាន់ user ថ្មីទី5គឺ HomeAI ហើយមានទៅតច្រើនទៀតអញ្ចឹងយើងនឹងចូលទៅកាន់ទី1គឺយើងមើលសិន ហើយយើងបង្ហាញតែ user របស់យើងដែលកំពុងនៅហ្នឹងគឺនេះឈ្មោះខ្ញុំឈ្មោះចិត្តហើយមួយទៀតគឺយើង PWD វាហើយយើងឈរអីអានេះយើងឈររហូតហើយនេះឈ្មោះខ្ញុំចិត្ត user របស់យើងទី3គឺយើងបង្កើតទៅលើ user ថ្មីអញ្ចឹងដើម្បីបង្កើត user ថ្មីគឺយើងផា comment sudo sudoយើងដាក់ user add bin/base តពីកតុយនេះគឺយើងដាក់ឈ្មោះ user របស់យើងហើយយើងចង់ដាក់ឈ្មោះអីគឺយើងដាក់ឈ្មោះហ្នឹងណាអញ្ចឹងតែឲ្យខ្ញុំដាក់ឈ្មោះ user ខ្ញុំដាក់ student ឈ្មោះ student អូខេអញ្ចឹងនេះវានឹងឲ្យ password យើងវា password អូខេអានេះយើងវាជោគជ័យហើយណាហើយដើម្បីយើងឆែកគឺ sudo password យើងកាលនេះយើងចង់កំណត់ទៅលើ password របស់ student អញ្ចឹងយើងត្រូវមួយទៀតគឺយើងវាយ sudo pass Judy student ចឹងដាក់យក password មកនេះគឺបងអូខេនេះយើងបានដាក់កំណត់នៅវាជោគជ័យហើយយើងចូលទៅមួយទៀតដើម្បីយើងឆែកថា user យើងនឹងជោគជ័យអត់ចឹងយើងសាកវាយ comment HomeAI មកនេះឈ្មោះខ្ញុំដែរហើយទៅមុខទៀតយើងអាច slash យើងអាចផា comment slash ទៅកាន់ user ទៅថ្មីយើងបានយើងសាកយើងដាក់ cd slash yes no constraints អូខេ cd ពីរដក clear អូខេអញ្ចឹងយើងដាក់ student នេះវា password របស់យើងវាជោគជ័យហើយយើងសាកHomeAI មក HomeAI អូខេអានេះខ្ញុំចូលទៅកាន់ user ដែលយើងបង្កើតថ្មីអញ្ចឹងវាមានឈ្មោះថា student អញ្ចឹងដើម្បីយើងធ្វើទៅវាបានគឺយើងអាចផាកវិញមួយនេះគឺយើងផា cd slash cd slash home slash student cd slash home slash student ចឹងយើងដាក់វា PWD វិញអូខេនេះខ្ញុំចូលទៅកាន់នេះវិញទៅកាន់ student វិញ home ហើយបន្ទាប់មកគឺនឹងសាកតេស្តទៅលើ empty folder emptyបង្កើតទៅលើ user test ចាប់មកខ្ញុំសាកអីឃើញអានេះវាយើងអាចបង្កើតបាននៅលើ folder test យើងបន្ទាប់មកខ្ញុំ អូខេ
ចឹងដើម្បីយើងអាចចូលទៅកាន់ user ដើមរបស់យើងវិញគឺយើងប្រើ command cd សិនហើយយើងប្រើ show យើងដាក់ឈ្មោះរបស់យើងមក MB password អូខេចឹងយើងដើម្បីយើងអាចដឹងថាយើងចូលទៅជោគជ័យអត់យើងអាច OMI វាមើលនេះវាចូលទៅកាន់ user ដើមរបស់យើងវិញគឺចិត្តឈ្មោះចិត្តអូខេចឹងអានេះវាជោគជ័យហើយមួយទៀតគឺយើងដើម្បីមួយទៀតគឺយើងនឹងបង្ហាញទៅលើ user list ចឹងដើម្បីបង្ហាញ user list គឺយើងប្រើ command head slash etc យើងដាក់មួយទៀតគឺ password ទៅ unit អូខេចឹងអានេះវានឹងបង្ហាញគឺ user ដែលយើងបានគឺវាមាន student វាមានតែ user ចឹងអានេះជា user ដែលយើងអាចបង្ហាញអូខេចឹងការបង្ហាញរបស់ខ្ញុំមានតែប៉ុណ្្នឹងទេអរគុណច្រើន